សូមជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel YouTube និទានកំសាន្តសូមជូនរឿងលោកតាព្រះមនីឥសីស្ដេចក្រាញ់នៅក្នុងភូមិសម្បូរលៀបមានបុរសម្នាក់ឈ្មោះតាជុំគាត់ល្បីខាងជាន់រូបបញ្ចូលរូបអរូបីដែលគាត់អះអាងថាជាលោកតាព្រះមនីឥសីស្ដេចក្រាញ់តាជុំមានប្រពន្ធម្នាក់ឈ្មោះយាយម៉ុចដែលជាអ្នកកាន់បញ្ជីនិងចាំរាប់លុយពេលដែលអ្នកភូមិមកសុំលេខថ្ងៃមួយខិតជិតដល់ថ្ងៃទី16នាយសុកនិងអ្នកភូមិមួយក្រុមបានយកផ្លែឈើនិងស្លាធម៌និងលុយម្នាក់បន្តិចបន្តួចមកដល់ផ្ទះតាជុំយាយម៉ុចមកហើយប្រយ័ត្នមាត់ប្រយ័ត្នកណាលោកតាព្រះមនីឥសីកំពុងតាចុះមកសន្ធិដ្ឋនៅក្នុងខ្លួនតាជុំហើយតាជុំអង្គុយលើគ្រែញ័រត្រត្រើករួចបញ្ចេញសំឡេងក្រលាស់ហឺពួកអាចៅចង់បានលៀបចង់បានជ័យមែនទេនាយសុកបាទលោកតាកូនចៅរាល់ថ្ងៃពិបាកណាស់ចង់មកសុំលេខលោកតាឲ្យច្បាស់មួយប៉ុស្តិ៍ដើម្បីដោះបំណុលគេតាជុំធ្វើជាទាញកំបោរមកសរសេរលើផ្ទាំងក្តារខៀនតូចមួយគាត់សរសេរលេខ09យ៉ាងធំរួចនិយាយទាំងភ្នែកស្លក់ថាតាជុំនេះលេខជាលេខមហាសំណាងបើអាចៅឯងទិញមិនត្រូវកុំមកហៅអញថាគ្រូតែត្រូវកាត់គ្រួឲ្យគ្រូ50000សិនអ្នកភូមិម្នាក់ប្រជ្រៀតគ្នាដកលុយឲ្យយាយម៉ុចរួចនាំគ្នាទៅទិញលេខ09ស្ទើរគ្រប់គ្នាពេលដែលបានលេខពីលោកតាព្រះមនីឥសីហើយក៏បាននាំអ្នកភូមិដើរត្រឡប់ទៅផ្ទះវិញរងចាំផ្ទៀងលទ្ធផលឆ្នោតលុះដល់ម៉ោង4កន្លះលទ្ធផលចេញមកគឺលេខ90អ្នកភូមិម្នាក់ដេកស្ដាយក្រោយខ្លះជេរខ្លះយំនាយសុកខឹងពេកក៏នាំអ្នកភូមិទៅផ្ទះតាជុំដើម្បីសួរដេញដោលនាយសុកលោកតាមិនក៏លោកតាឲ្យលេខ09មកពួកខ្ញុំតាមពិតចេញលេខ90សោះតាជុំអង្គុយហូបបាយយ៉ាងរំភើយរួចតបវិញយ៉ាងខ្លីថាអាចៅឯងមិនដឹងទេអីពេលលោកតាចុះមកជន់គាត់ចុះមកតាមដំបូលផ្ទះដល់ពេលគាត់ចុះមកគឺគាត់បញ្ច្រាស់ក្បាលចុះក្រោមចុះលេខអញសរសេរ09ពេលលោកតាផ្ងាក្បាលចុះក្រោមវាមិនទៅជាលេខ90ចុះឯងមិនចេះមើលបញ្ច្រាស់ខ្លួនឯងតើតាជុំយាយម៉ុចបន្ថែមត្រូវហើយលោកតាឲ្យច្បាស់ណាស់មកពីពួកឯងមិនចេះកាត់លេខឆ្នោតនាយសុកនិងអ្នកភូមិបានត្រឹមឈរភាំងដើរចេញទាំងវិលមកព្រោះមិនដឹងតវ៉ាជាមួយគ្រូតាមរបៀបណាចុងក្រោយអ្នកដែលត្រូវឆ្នោតពិតប្រាកដគឺមានតែតាជុំនិងយាយម៉ុចម្នាក់គត់ដែលប្រមូលលុយពីអ្នកភូមិបានដេកចាយយ៉ាងសប្បាយនិយាយពីប្រពន្ធតាជុំគឺយាយម៉ុចពេលអ្នកភូមិត្រឡប់ទៅផ្ទះវិញអស់យាយម៉ុចបានដើរទៅបិទទ្វារផ្ទះជិតឈឹងរួចមកអង្រួនស្មាតាជុំដែលកំពុងតែអង្គុយហិតផ្សែងធូបឡើងរងីរងើយាយម៉ុចតាវាតើលោកតាព្រះមនីឥសីនៅសន្ធិដ្ឋនៅឡើយទេប្រាប់លេខឆ្នោតឲ្យច្បាស់មកខ្ញុំមួយមើលចង់មានបាននឹងគេម្ដងតាជុំធ្វើភ្នែកស្លក់ហឺមីចៅម៉ុចឯងចង់បានលេខមែនទេនេះមិនអាចឲ្យអ្នកក្រៅដឹងទេបើចង់បានត្រូវយកមាស 5G ដែលលាក់ទុកក្នុងហឹបមកដាក់លើអាស្រមសិនទើបបារមីឲ្យយាយម៉ុចដោយសារតែភាពលោភលន់បិទភ្នែកងងឹតងងល់ក៏រត់ទៅកាយយកមាស 5G មកដាក់ភ្លាម
តាជុំសរសេរលេខ88ក្នុងបាតដៃយាយម៉ុចរួចខ្សឹបថាតាជុំនេះលេខលោកតាឲ្យចំមិនបាច់បាញ់ច្រាស់មិនបាច់គុណទេចាក់ឲ្យអស់ពីខ្លួនទៅថ្ងៃស្អែកឡើងដល់ម៉ោងឆ្នោតចេញយាយម៉ុចអ៊ុតឆ្នោតទាំងដៃញ័រទ្រទ្រើកលទ្ធផលចេញមកគឺលេខ0យាយម៉ុចសន្លប់បាត់ស្មារតីព្រោះលុយកាក់និងមាស 5G បញ្ចាំយកមកចាក់ឆ្នោតអស់រលីងលុះពេលដឹងខ្លួនឡើងយាយម៉ុចស្ទុះទៅចាប់កអាវតាជុំយាយម៉ុចតាឯងបោកខ្ញុំប្រាប់លេខខ្ញុំថាឲ្យចាក់88ឥឡូវចេញ0បន្តាស៊ីអស់ហើយតាជុំសើចក្អះក្អាយយីយាយនេះឯងមើលមិនយល់ទៀតលេខ88នឹងគឺលោកតាប្រាប់ថាគាត់យកខ្នោះដៃមកដាក់ឯងហើយព្រោះឯងលោពេកលេខ8 2ដងវាមិនដូចខ្នោះហើយដែលវាចេញ00នឹងគឺលោកតាប្រាប់ថាឯងនឹងសល់0តូទេស្អាតបើនៅតែលោភចង់មានតាមផ្លូវកាត់បែបហ្នឹងអូយតាឯងបោកទាំងប្រពន្ធទៀតតាជុំក៏ប្រមូលលុយដែលយាយម៉ុចចាក់ឆ្នោតចាញ់ដែលតាមពិតតាជុំលួចទៅប្រាប់កូនក្មួយឲ្យចាំស៊ីមាសប្រពន្ធខ្លួនឯងយកមកទុកចាយម្នាក់ឯងទុកឲ្យយាយម៉ុចដេកយំស្ដាយមាស 5G រៀងចាលអស់មួយជីវិតបន្ទាប់ពីឆ្នោតចេញលេខ00ធ្វើឲ្យអ្នកភូមិម្នាក់សល់ត្រឹម0មែនស្រាប់តែឮសំឡេងគោក្រាំងនៅមុខផ្ទះតាជុំនាយសុកនាំមុខគេកាន់ដំបងម្នាក់មួយទឹកមុខមាំដូចយក្សអញ្ចឹងនាយសុកអាគ្រូជុំចេញមកណាថាឲ្យលេខច្បាស់ពួកយើងឥឡូវអស់ពីខ្លួនហើយទាំងប្រាក់ខែទាំងលុយខ្ចីគេយាយម៉ុចដែលកំពុងអង្គុយយំស្ដាយមាស 5G ក៏ស្ទុះទៅបើកទ្វាររួចស្រែកដាក់អ្នកភូមិទាំងទឹកភ្នែកថាយាយម៉ុចជួយខ្ញុំផងអ្នកភូមិអើយកុំថាឡើយអ្នកឯងសូម្បីតែមាស 5G ក៏អាគ្រូចង្រៃនេះបោកយកអស់ដែរវាប្រាប់ខ្ញុំឲ្យចាក់លេខ88ឥឡូវចាក់តាមវាចេញ0បន្តាមេស៊ីអស់ហើយសល់តែដិតខោទេអ្នកភូមិឮបែបនេះកាន់តែខឹងខ្លាំងឡើងព្រោះសូម្បីតែប្រពន្ធក៏មិនលើកលែងពួកគេសម្រុកចូលទៅក្នុងផ្ទះឃើញតាជុំកំពុងលាក់ខ្លួនក្រោមគ្រែសង្ងំរាប់លុយនិងមាសយ៉ាងសប្បាយនាយសុកអូតាមពិតលោកតាព្រះមនីឥសីស្ដេចក្រាញ់កំពុងតែចោះជន់ក្រោមគ្រែទេតាចាប់ទាញចេញមកអ្នកភូមិស្ទុះទៅចាប់ជើងតាជុំអូសចេញមកក្រៅតាជុំភ័យឡើងស្លេកមុខស្រែកទាំងញ័រមាត់ថាឈប់សិនពួកអាចៅស្ដាប់លោកតាសិនលេខ00នឹងគឺបារមីប្រាប់ថា0គ្រោះ0ភ័យទេតាចាក់មិនត្រូវមានន័យថាអស់គ្រោះចង្រៃហើយយាយម៉ុចស្ទុះទៅផ្ទះកំភ្លៀងប្តីមួយផាំង0គ្រោះអីមាស 5G អញឥឡូវ0មែនតែនហើយបើមិនឲ្យមាស 5G អញវិញទេអញនឹងឲ្យអ្នកភូមិវាយតាឯងឲ្យដឹងខ្លួនម្ដងតាជុំដឹងខ្លួនថាអស់ល្បិចក៏បង្ខំចិត្តដកកញ្ចប់លុយនិងមាសដែលលាក់ទុកមកសងអ្នកភូមិវិញទាំងបង្ខំអ្នកភូមិយកលុយត្រឡប់ទៅវិញម្នាក់បន្តិចចំណែកយាយម៉ុចបានមាស 5G មកវិញក៏សម្រេចចិត្តវិច្ចបង្វិចចោះចោលផ្ទះបោះបង់តាជុំឲ្យនៅម្នាក់ឯងតាជុំអង្គុយលើកាំចិន្តាម្នាក់ឯងរួចរអ៊ូថាឲ្យតែលេខគេវាយលួចបោកប្រពន្ធរត់ចោលហើយសង្ស័យគ្រោះមែនតែនហើយអញចាប់តាំងពីថ្ងៃនោះមកភូមិសម្បូរលៀបលែងមានអ្នកជឿគ្រូជន់រូបទៀតហើយម្នាក់នាំគ្នាខំធ្វើការរកស៊ីតាមកម្លាំងបាយព្រោះដឹងថាមានបានដោយសារការងារចំណែកល្បែងឆ្នោតនាំឲ្យវិនាសអន្តរាយកុំជឿលើលេខឆ្នោតតាមរយៈការជន់រូបព្រោះអ្នកដែលចំណេញពិតប្រាកដ
គឺគ្រូបោកប៉ុណ្ណោះភាពលោភលន់ធ្វើឲ្យងងឹតភ្នែកសូម្បីតែប្តីប្រពន្ធក៏អាចបោកប្រាស់គ្នាបានដែរឲ្យតែពាក់ព័ន្ធនឹងល្បែងស៊ីសងលោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿមានចំណងជើងរឿងលោកតាព្រះមនីឥសីឲ្យលេខឆ្នោតសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿគឺសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេ Channel YouTube និទានកំសាន្តដែលផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោចនិងរឿងអប់រំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសុវត្ថិភាពសូមអរគុណនិងសូមជម្រាបលា